บសួរពុកម៉ែបងប្អូនជុំរួមជាតិទាំងអស់គ្នាផងដែរនេះខ្ញុំប្រកាសថាខ្ញុំបាននៅក្នុងចំការទូរ៉េនណាចំការទូរ៉េននៅស្រុកប៉ុណ្ណោះនេះគឺជាទូរ៉េនធម្មជាតិពិតៗដាំដោយកសិករយើងនៅរស់នៅប៉ុណ្ណោះនេះគឺជាលក្ខណៈចំការលក្ខណៈគ្រួសារនៅខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋយើងនៅស្រុកសំឡូតហើយនេះជារដូវកាលដែលគាត់បានប្រមូលផលទុរេនហើយទុរេននេះគាត់មិនបានប្រើជាតិគីមីឲ្យខ្លាំងក្លានោះទេណារបៀបលក្ខណៈធម្មជាតិចឹងហើយនៅបាត់ដំបងយើងល្បីថាទុរេនសំឡូតចឹងហើយនៅក្នុងឱកាសនេះខ្ញុំប្រកាសថាខ្ញុំបានមកដល់ចំការផ្ទាល់តែម្ដងហើយចំការនេះគឺជាលក្ខណៈគ្រួសារណាចំការរបស់ប្រជាពលរដ្ឋយើងដែលគាត់ដាំក្រោយផ្ទះមានទុរេនផងមានសាវម៉ាវផងមានចេកមានអីផងគាត់ដាំជាលក្ខណៈគ្រួសារចឹងហើយពុកម៉ែបងប្អូនដែលចង់បានទុរេនដែលមានរសជាតិឈ្ងុយឆ្ងាញ់អីយើងអាចអញ្ជើញមកទឹកដីសំឡូតបានណាមានចំការប្រជាពលរដ្ឋយើងមានសឹងគ្រប់ផ្ទះគាត់ដាំលក្ខណៈគ្រួសារណាហើយបងប្អូនទស្សនាមើលផ្លែគាត់ដាំមើលល្អនេះល្អមែនទែននេះនឹងសូមទស្សនាមើលផ្លែទុរេនទាំងអស់គ្នាអញ្ចឹងសូមគោរពជម្រាបលាពុកម៉ែបងប្អូនបាយបាយ